ជាទូទៅយើងផ្ដោតសារៈសំខាន់ខ្លាំងចំពោះអារម្មណ៍អវិជ្ជមានជាជាងអារម្មណ៍វិជ្ជមានវាជារឿងធម្មតាទេដែលគំនិតអវិជ្ជមានតាក់ទាញការចាប់អារម្មណ៍របស់យើងច្រើនជាងតាមពិតទៅអារម្មណ៍អវិជ្ជមានមានមុខងាររបស់វាដើម្បីដាស់តឿនយើងពីអ្វីដែលដំណើរការមិនល្អនៅក្នុងជីវិតរបស់យើងប៉ុន្តែចុះចំណែកភាពវិជ្ជមានវិញតើភាពរីករាយការចង់ដឹងចង់ឃើញក្តីសង្ឃឹមឬក្តីស្រឡាញ់មានមុខងារអ្វីដែរបើយើងយល់ថាខ្លួនយើងមិនត្រូវការអារម្មណ៍អវិជ្ជមានស្មើនឹងយើងនឹងមិនចាប់អារម្មណ៍គុណសម្បត្តិរបស់វាដូច្នេះហើយយើងមិនចាំបាច់ខ្វល់ខ្វាយអំពីការថែទាំនិងបណ្ដុះអារម្មណ៍វិជ្ជមានដូចគ្នានៅក្នុងម៉ូឌូលនេះយើងនឹងបង្ហាញអ្នកពីតួនាទីដ៏សំខាន់ដែលអារម្មណ៍វិជ្ជមានដើរតួក្នុងជីវិតរបស់យើងនឹងណែនាំអ្នកពីយុទ្ធសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើតាមដើម្បីជំរុញអារម្មណ៍ទាំងនេះនិងបញ្ចូលវាទៅក្នុងដំណើរជីវិតរបស់យើងក៏នឹងឃើញតម្លៃនៃរឿងតូចតាចហើយបង្រៀនអ្នកពីរបៀបបង្កើតដោយខ្លួនឯងនៅនីតិវិធីនៃការជំរុញអារម្មណ៍ដែលសម្របតាមតម្រូវការរបស់អ្នកនិងពីរបៀបប្រើប្រាស់វាជាប្រព័ន្ធផងដែរ